Ngày nay dương mà bằng hàng làm xịt Wrangler 4XE bàประเภทឆ្នាំ2024បាទចឹងយើងមើលឡាននេះទៅបាទគឺពណ៌ខ្មៅបាទស្អាតមែនទែនបាទឡាននេះប្រភេទplug-in hybrid បាទម៉ាស៊ីន 2.0 បាទកម្លាំងរបស់វាបានដល់375 horsepower បាទអញ្ចឹងគឺម៉ាស៊ីនទូចតែបានកម្លាំងខ្លាំងបាទព្រោះវាជំនួយដោយប្រភេទអាគុយ hybrid មួយទៀតណាបាទនេះគឺជាប្រភេទពូកកម្មញ្ញៃបាទពូកកម្មញ្ញៃព្រោះប្រភេទនេះគេផ្ដោតទៅលើការអស់រ៉ូតបាទអញ្ចឹងគឺយើងមើលមកជុំទៅបាទហើយនេះគឺជាគៀងគេបាទជាគៀងគុជបាទអញ្ចឹងគឺស្អាតមែនទែនបាទអញ្ចឹងយើងមើលខាងក្នុងណាអានេះក៏ស្បែកពូករបស់គេកម្មញ្ញៃនេះបាទអញ្ចឹងយើងមើលទៅគឺដៃជើងស្អាតបាទមាន option ខ្ពស់ហើយយើងមានចាប់កន្លងផ្លូវមាន parking sensor បាទស្អាតមែនទែនបាទដៃជើងបាទក្រង់ធំទៀតបាទអានេះគឺ option វាខ្ពស់ជាងគេបាទវាមានauto sky one type បាទ option នេះគឺទំនើបជាងគេបាទគ្រាន់តែ option នឹងមួយយើងadd បន្ថែមតម្លៃវាចូល 3000 ជាងទៅ 4000 ហើយបាទ auto sky one type បើទូទៅគឺដំបូងគេដោះ3កណាត់បាទប៉ុន្តែអានេះយើងប្រភេទទំពាក់មកជាមួយនឹង auto sky one type នេះបាទជាង option គេចុចបើកដំបូង auto បាទហើយជាមួយយើងមើលនេះបាទម្លុកម៉ាស៊ីនបាទនៅស្អាតខ្ចីបាទម៉ាស៊ីន 2.0 turbo បាទជាមួយដោយអាគុយ hybrid បាទស្អាតមែនទែនបាទចឹងបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍ចង់កំងនេះអាចតំណតំណងមកបានបាទតនឡាននេះនៅបាទហើយប្រភេទឡានស្អាតម៉ៃត្រឹមតា7000ម៉ៃបាទស្អាតមែនទែនបាទដូចថ្មីអញ្ចឹងបាទឆ្នាំ2024បាទអរគុណច្រើន